ជំរាបសួរខ្ញុំឈ្មោះហេងដានីជាម្ចាស់សិប្បកម្មផលិតសម្លៀកបំពាក់នារីគ្រប់ប្រភេទហើយនឹងមានទទួលផលិតសម្លៀកបំពាក់ផងដែរអ្វីដែលធ្វើឲ្យខ្ញុំបង្កើតនៅសិប្បកម្មផលិតសម្លៀកបំពាក់នេះឡើងដោយសារតែនាងខ្ញុំស្រឡាញ់វិស័យសម្លៀកបំពាក់នេះតាំងពីទូចមកហើយមួយទៀតវាជាអ្វីដែលធ្វើឲ្យខ្ញុំឈ្មោះឈ្មោលតស៊ូបានមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺមានអារម្មណ៍ថាអត់ចូលចិត្តនៅពេលដែលគេឡាយលក់សម្លៀកបំពាក់ឲ្យតាអីតិចអីវ៉ាន់មកពីប្រទេសថៃតាំងពីដើមមកដល់ពេលហើយចឹងទៅទើបធ្វើឲ្យខ្ញុំនឹងចង់ផលិតនៅអ្វីដែលជារបស់ខ្លួនឯងរហូតមកដល់ដែលយើងកំពុងតែមានវិបត្តិនេះទៀតទើបខ្ញុំបានតាំងចិត្តថានឹងបង្កើតវាឲ្យចេញជាលទ្ធផលមកឲ្យបានសម្រេចពីមុនមកក៏ធ្វើវាដែរប៉ុន្តែយើងបានបដូរវាដោយសឹមដោយស៊ីឈ្នួលទទួលរបស់គេយកមកផលិតតែឥឡូវហ្នឹងគឺចង់ចេញផលិតខ្លួនឯងតែម្ដងសម្រាប់ការដែលចូលក្នុងកម្មវិធីនេះធ្វើឲ្យខ្ញុំឆ្លាស់អារម្មណ៍បានច្រើនទៅលើការរកស៊ីដូចជាការវិនិយោគហើយនិងការគ្រប់គ្រងការចូលធ្វើយ៉ាងម៉េចដើម្បីឲ្យយើងនឹងមានភាពជឿជាក់និងមានភាពរឹងមាំជាងមុនតាមការសហការគ្នា